សួស្តីអ្នកគ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងខ្ញុំ X1K ហើយថ្ងៃនេះខ្ញុំមកដាំជាមួយនឹង Star Fruit អញ្ចឹងជំមើលថាវាបានប្រហែល feet ហើយផ្លែវាធំអត់អញ្ចឹងមើលវីដេអូនេះដល់ចប់អ្នកគ្នាហើយអ្នកគ្នាក៏អាចធ្វើតាមនឹងដែរក្នុងលោបានផ្លែធំអញ្ចឹងណាឥឡូវយើងធ្វើការទៅ claim gift ទាំងអស់គ្នាបាទអូខេឥឡូវយើងធ្វើការមក claim gift ទាំងអស់គ្នាតែមើលថាបានគេខ្លះបាទអូ damn Star Fruit បាទអញ្ចឹងមាន Star Fruit Sun Bloom ហើយនិង Moon Bloom បាទអញ្ចឹងគឺអែមខ្លាំងមែនតើបាទអញ្ចឹងមុនចូលទៅកាន់វីដេអូបើអ្នកគ្នាចង់បាន seed oro ដូចជា Star Fruit Dragon Breed Moon Bloom Sun Bloom Super Water Can Super Sprinkler និង Raccoon និងសត្វ Pet ក្នុង Grow Garden 2 និង Account Block Fruit អ្នកគ្នាអាចទៅរកបាននៅខាង B Shop នៅខាង B Shop ក៏មានលក់របស់ជាច្រើនដែលតាក់ទងនឹង Grow Garden 2 អញ្ចឹងបើចង់បានអ្នកគ្នាអាចឆាតទៅកាន់ Telegram មួយនេះបានដែលខ្ញុំបានដាក់រូបនៅខាងលើហ្នឹងអញ្ចឹងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាអូខេឥឡូវយើងធ្វើការរកកន្លែងសំគួរដើម្បីដាំ Star Fruit យើងមកអូខេមុននឹងយើងដាំគឺយើងមិនភ្លេចទេជាមួយនឹងសត្វក្តាន់របស់យើងមកអញ្ចឹងយើងធ្វើការដកជាមួយនឹងកែបចេញអស់ហើយយើងដាក់ក្តាន់វិញម្ដងដើម្បីឲ្យវាឆាប់ធំហើយនឹងបាន fit ខ្ពស់ជាងមុនអញ្ចឹងហើយអ្នកនេះក៏អាចធ្វើតាមនឹងបានដែរអ្នកនេះដើម្បីឲ្យវាបាន fit ខ្ពស់ជាងមុនអញ្ចឹងធំហើយវែងទៀតបាទតោះឥឡូវយើងធ្វើការដាក់ជាមួយនឹង Super Water Can ហើយនឹង Sprinkler ផ្សេងដើម្បីធ្វើឲ្យវាឆាប់ធំអញ្ចឹងដើម្បីឲ្យវាធំហើយបាន fit ខ្ពស់យេអញ្ចឹងយើងធ្វើការដាក់អារាំងអា Common Sprinkler ហ្នឹងដាក់អស់មកតមកយើងធ្វើការដាំជាមួយនឹង Star Fruit យើងមកអូខេថែមមួយទៀតតមកយើងធ្វើការដាំ Star Fruit យើងតែម្ដងមកដាក់វាមកយើងចាំវាផ្លែតហើយយើងស្រោចទឹកមកបើចាំមើលទៅវាបាន fit បាទចុចមិនឃើញដោះអញ្ចឹងបាទអញគៀងហ្គេមអូចេញមកគ្នាយើងចេញមកនេះចេញមកហើយបាទ Star Fruit បាទប៉ុណ្ណាណីបាទអូយ៉ាងាប់ឡើង4ម៉ោងទៀតគ្នាយើងហើយស្រោចមួយទៀតមកចុំស្រោចមួយសល់3ម៉ោងអូឥឡូវស្រោចមួយទៀតមកគ្នាយើងស្រោចមួយទៀតមកដាក់មួយទៀតមកយ៉ាសមម៉ោងហេសមម៉ោងឥឡូវយើងធ្វើការស្រោចមួយទៀតមកគ្នាស្រោចមួយទៀតមកគឺវាធំមកអូឥឡូវវាសល់10 second ទៀតគ្នាចុយមិនសល់40នាទីវិញ40 second វិញអស់ Super Sprinkler គ្នាយើងដាក់មកអូធំហើយគ្នាធំហើយថែម Super Sprinkler ទៀតអូដានហើយគ្នាយើងដានហើយរួចរាល់ហើយអញ្ចឹងឥឡូវយើងធ្វើការដាក់មួយកធុងទៀតឲ្យវាចេញផ្លែតែម្ដងអញ្ចឹងយើងដាក់តែមួយកធុងទៀតចេញផ្លែមកចុំចេញផ្លែដាក់មួយកធុងទៀតមកមកគ្នាយើងមកហើយ81គីឡូគ្នាយើង81គីឡូអានេះ81ទៀតលុយសុតបានហើយតែប៉ុណ្នេះមហាស្ថិគ្នាយើងអញ្ចឹងចុយមកសុត60គីឡូមកឲ្យដើមឡើង80 feet គ្នាយើង80 feet ដល់ដើមខ្ពស់ណាអញ្ចឹងវីដេអូយើងគឺបានមកដល់ទីបញ្ចប់ហើយក៏អរគុណអ្នកគ្នាដែលបានទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់អញ្ចឹងអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយ